រិស្ថានសំខាន់ប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី27ខែកក្កដាឆ្នាំ2026ដល់ថ្ងៃទី2ខែសីហាឆ្នាំ2026នៅព្រឹកថ្ងៃទី27ខែកក្កដាឆ្នាំ2026ឯកឧត្តមបណ្ឌិតអៀង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វិតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ2015-2025ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារអូនពាន់មនីរតន៍ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនាទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការទស្សនពិភពលោកអន្តរជាតិដែលដឹកនាំដោយលោកស្រីថាន់ធីហានាយិកាស្តីទីអង្គការនារសៀលថ្ងៃទី27ខែកក្កដាឆ្នាំ2026នាទីស្តីការក្រសួងបរិស្ថានឯកឧត្តមបណ្ឌិតអៀង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថាកន្លងមកអង្គការដៃគូនៅក្នុងប្រទេសកម្ពុជាបានចូលរួមគាំទ្រយ៉ាងពេញទំហឹងដល់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដើម្បីភាពស្អាតភាពបៃតងនិងចីរភាពជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីបានវិតម្លៃខ្ពស់ចំពោះសកម្មភាពរបស់អង្គការទស្សនពិភពលោកដែលកំពុងអនុវត្តការដាំដើមឈើនិងការថែរក្សាព្រៃឈើដែលមិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយឲ្យប្រជាសហគមន៍អាចទាញយកប្រាក់ចំណូលបន្ថែមនិងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុផងដែរក្នុងឱកាសនេះលោកស្រីបណ្ឌិតថាន់ធីហាបានលើកឡើងថាអង្គការ World Vision នឹងបន្តចូលរួមជាមួយក្រសួងបរិស្ថានដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការកសាងសហគមន៍មូលដ្ឋានឲ្យមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុដោយការតបជាប់កិច្ចការពារបរិស្ថានទៅនឹងការបង្កើនចំណូលសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការជំរុញឲ្យប្រជាជនចេះថែរក្សាការពារព្រៃឈើការដាំស្ដារព្រៃឡើងវិញនិងការបង្កើតមុខរបរក្រៅការដាក់សម្ពាធលើព្រៃឈើការងារនេះជួយឲ្យប្រជាពលរដ្ឋមានជីវភាពល្អនិងធានាបាននូវការរស់នៅប្រកបដោយចីរភាពផងដែរនារសៀលថ្ងៃទី27ខែកក្កដាឆ្នាំ2026ឯកឧត្តមបណ្ឌិតអៀង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបសម្ដែងការគួរសមជាមួយនឹងលោក Yoshinori Ozawa ប្រធានសហព័ន្ធសមាគមមេធាវីនៅទីស្តីការក្រសួងបរិស្ថានជំនួបនេះត្រូវបានធ្វើឡើងក្នុងគោលបំណងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជានិងប្រទេសជប៉ុនជាពិសេសលើវិស័យច្បាប់ពាក់ព័ន្ធទៅនឹងការការពារបរិស្ថានការអភិរក្សធនធានធម្មជាតិនិងការលើកកម្ពស់ការអនុវត្តច្បាប់បរិស្ថានឲ្យកាន់តែមានប្រសិទ្ធភាពស្របតាមគោលនយោបាយនៃការអភិវឌ្ឍប្រកបដោយចីរភាពក្នុងឱកាសនោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក Yoshinori Ozawa និងគណៈប្រតិភូព្រមទាំងបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុនដែលតែងតែជាដៃគូអភិវឌ្ឍដ៏សំខាន់របស់កម្ពុជាក្នុងការគាំទ្រវិស័យបរិស្ថាននិងការអភិវឌ្ឍប្រកបដោយចីរភាពនាព្រឹកថ្ងៃទី28ខែកក្កដាឆ្នាំ2026អនុវត្តតាមការសម្រេចនិងការណែនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងកែច្នៃសំរាមសំណល់រឹងទៅជាថាមពលអគ្គិសនីនៅខេត្តព្រះសីហនុដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងរាយនិងថាមពលរដ្ឋបាលខេត្តព្រះសីហនុនិងអគ្គិសនីកម្ពុជាកិច្ចព្រមព្រៀងបន្តកិច្ចសហប្រតិបត្តិការដើម្បីអនុវត្តផែនការលើកិច្ចការបរិស្ថាននៅក្នុងប្រទេសកម្ពុជាឆ្នាំ2026-2028រវាងក្រសួងបរិស្ថាននិងវិទ្យាស្ថានអភិវឌ្ឍបៃតងត្រូវបានចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតអៀង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងលោកសាំងហ៊ីគីមនាយកប្រតិបត្តិវិទ្យាស្ថាន GGGI នារសៀលថ្ងៃទី28ខែកក្កដាឆ្នាំ2026នាទីស្តីការក្រសួងបរិស្ថានផែនការនេះផ្ដោតជាសំខាន់នៃកិច្ចសហការដើម្បីរួមគ្នាជំរុញសកម្មភាពជាក់ស្ដែងឆ្ពោះទៅកំណើនសេដ្ឋកិច្ចបៃតងពង្រីកភាពបៃតងតាមរយៈការការពារធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជាឲ្យមានប្រសិទ្ធភាពខ្ពស់ជាពិសេសលើការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដែលអនុលោមយ៉ាងខ្ជាប់ខ្ជួនតាមមាត្រា6នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបាននូវគោលដៅយុទ្ធសាស្ត្រក្នុងការធ្វើឲ្យកម្ពុជាក្លាយជាប្រទេសអភិជាក្រិតកាបូននៅឆ្នាំ2050 ឯ
អាយុដំបណ្ឌិតអៀងសុផល្លែតបានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិទ្យាស្ថាន GGGI ដែលបានបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងបរិស្ថានដើម្បីរួមចំណែកធ្វើឲ្យកម្ពុជាមានភាពស្អាតភាពបៃតងនិងចីរភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងឈានឆ្ពោះទៅកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់ប្រជាជននិងប្រទេសកម្ពុជាអាយុដំបណ្ឌិតអៀងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថានទាំងអស់ធ្វើការពង្រឹងការផ្សព្វផ្សាយបំភ្លឺនិងឆ្លើយតបចំពោះព័ត៌មានមិនពិតទាក់ទងនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិការនេះធ្វើឡើងដើម្បីការពារកុំឲ្យសាធារណជនមានការយល់ច្រឡំចំពោះការខិតខំប្រឹងប្រែងអនុវត្តភារកិច្ចនិងកាតព្វកិច្ចរបស់មន្ត្រីគ្រប់ថ្នាក់ដើម្បីបព្វហេតុបរិស្ថានការពារសុខភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋអាយុដំរដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនិងប្រធានមន្ត្រីបរិស្ថានទូទាំងប្រទេសនាថ្ងៃទី29ខែកក្កដាឆ្នាំ2026ដោយផ្ទាល់នៅទីស្តីការក្រសួងបរិស្ថាននិងតាមប្រព័ន្ធអនឡាញអាយុដំបានណែនាំដល់មន្ត្រីបរិស្ថានពង្រឹងការអនុវត្តជំហានទី2នៃសសរស្តម្ភបៃតងផ្ដោតលើលទ្ធផលជាក់ស្ដែងលើការគ្រប់គ្រងធនធានធម្មជាតិដែលរួមមានទី1ការបន្តអនុវត្តច្បាប់ 100% មិនលើកលែងចំពោះការប្រព្រឹត្តបទល្មើសនានាទី2ពង្រឹងការសហការជាមួយគណៈបញ្ជាការនៃរដ្ឋបាលខេត្តក្រុងស្រុកកងរាជអាវុធហត្ថលើផ្ទៃប្រទេសកងកម្លាំងនគរបាលជាតិអង្គភាពប្រឆាំងអំពើពុករលួយនិងក្រសួងយុតិធធនិងទី3ពង្រីកកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធអង្គការដៃគូសហការនិងអភិវឌ្ឍសមាគមអង្គការសង្គមស៊ីវិលអ្នកស្រឡាញ់បរិស្ថានអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានដើម្បីការពារព្រៃឈើនិងពង្រីកភាពបៃតងនិងការជំរុញការបណ្ដោះការដាំដើមឈើលើពីនេះក្នុងការអនុវត្តជំហានទី2ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានអាយុដំបណ្ឌិតអៀងសុផល្លែតបានថ្លែងជំរុញឲ្យមានការផ្សព្វផ្សាយសកម្មភាពការងារសំខាន់ៗរួមមានយុទ្ធនាការរបស់ក្រសួងបរិស្ថានដើម្បីភាពស្អាតភាពបៃតងដូចជាការពង្រឹងការអនុវត្តច្បាប់គ្រប់គ្រងបរិស្ថាននិងនៅតាមតំបន់ការពារធម្មជាតិក្នុងនោះការចាត់វិធានការមើលម៉ាត់ចំពោះបទល្មើសធ្វើការពង្រីកការស្រាវជ្រាវនិងចាត់វិធានការបញ្ជូនជនល្មើសទៅតុលាការការសម្រេចក្តីនិងការគ្រប់គ្រងលើសម្ភារៈដកហូតពីបទល្មើសស្របតាមនីតិវិធីច្បាប់ការពង្រឹងការផ្សព្វផ្សាយព័ត៌មានពិតនិងការឆ្លើយតបបានទាន់ពេលវេលាគឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រដើម្បីជំរុញការចូលរួមការពារបរិស្ថាននិងគ្រប់គ្រងធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ប្រសិទ្ធភាពខ្ពស់គឺថាការបង្កើនការយល់ដឹងជាសាធារណៈតាមការផ្សព្វផ្សាយទូលំទូលាយដែលជួយឲ្យប្រជាពលរដ្ឋអាជ្ញាធរអង្គការសង្គមស៊ីវិលនិងដៃគូសហការទាំងអស់យល់ច្បាស់អំពីច្បាប់ក្រមបរិស្ថាននិងធនធានធម្មជាតិនិងបទដ្ឋានគតិយុត្តជាធរមានរបស់ប្រទេសកម្ពុជានិងភាពពិតជាក់ស្ដែងនៃភារកិច្ចការងាររបស់ក្រសួងបរិស្ថានកាលណាប្រជាពលរដ្ឋទទួលបានព័ត៌មានច្បាស់លាស់ពួកគាត់នឹងចូលរួមទប់ស្កាត់បទល្មើសបានលឿននិងមានប្រសិទ្ធភាពជាងមុននិងបានចូលរួមការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពនៅថ្ងៃទី29ខែកក្កដាឆ្នាំ2026អាយុដំបណ្ឌិតអៀងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយនឹងលោកស្រីយៀនង៉ៅប្រធានសភាពាណិជ្ជកម្មកាណាដាប្រចាំកម្ពុជានាទីស្តីការក្រសួងបរិស្ថានលោកស្រីយៀនង៉ៅបានវាតម្លៃខ្ពស់ចំពោះការគ្រប់គ្រងបរិស្ថាននៅកម្ពុជាជាពិសេសការខិតខំប្រឹងប្រែងរបស់កម្ពុជារៀបចំប្រទេសឲ្យមានភាពស្អាតមានភាពបៃតងនិងមានបរិស្ថានល្អលោកស្រីប្រធានសភាពាណិជ្ជកម្មកាណាដាប្រចាំកម្ពុជាបានលើកឡើងបន្ថែមថាប្រតិភូលោកស្រីមានការចាប់អារម្មណ៍លើសក្តានុពលខ្ពស់នៃវិស័យបរិស្ថានរបស់កម្ពុជានិងមានបំណងចូលរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍប្រទេសកម្ពុជាស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្របៃតងរបស់រាជរដ្ឋាភិបាលកម្ពុជាអាយុដំបណ្ឌិតរដ្ឋមន្ត្រីបានថ្លែងគាំទ្រនិងលើកទឹកចិត្តដល់អ្នកវិនិយោគកាណាដាក៏ដូចជាអន្តរជាតិនានាឲ្យមកពិនិត្យលទ្ធភាពវិនិយោគផ្ទាល់នៅកម្ពុជាក្នុងគោលដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាពអាយុដំបានមានប្រសាសន៍ថាការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលផ្ដោតលើភាពស្អាតភាពបៃតងនិងចីរភាពទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងនោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកទទួលបានការចូលរួមបដិញ្ញាចិត្តពីប្រជាពលរដ្ឋចំនួនជាង14លាននាក់ជាពិសេសសិស្សានុសិស្សនៅទូទាំងប្រទេស
អាយុដមរដ្ឋមន្ត្រីបានថ្លែងបន្ថែមថាជាមួយនឹងការដាក់ចេញគោលនយោបាយដាំដើមឈើក្រសួងបរិស្ថានបានចូលរួមធ្វើការអភិវឌ្ឍសហគមន៍មូលដ្ឋានបង្កើនការចូលរួមបង្កើនជីវភាពតាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតងនិងការសហការជាមួយអ្នកពាក់ព័ន្ធអ្នកស្រឡាញ់បរិស្ថានក៏ដូចជាសកម្មជនបរិស្ថានក្នុងការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិនិងពង្រឹងការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតប្រឆាំងនឹងបទល្មើសព្រៃឈើអាយុដំបណ្ឌិតអៀងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំបានអញ្ជើញចូលរួមប្រគេនទានព្រះវស្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងបរិស្ថានក្រុមការងារចុះមូលដ្ឋានគ្រប់ថ្នាក់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋនៅតាមវត្តនានានៅក្នុងស្រុកអូររាំងឪស្រុកពញាក្រែកនិងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំអាយុដំរដ្ឋមន្ត្រីបានប្រគេនទានព្រះវស្សាទេយ្យវត្ថុជាច្រើននិងបច្ច័យរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទួលព្រះពន្លាឃុំកណ្ដាលជ្រុំស្រុកពញាក្រែកនៅវត្តអណ្ដូងក្ដីឃុំជីកោស្រុកត្បូងឃ្មុំនិងនៅវត្តទួលតាហូឃុំកងជ័យស្រុកអូររាំងឪខេត្តត្បូងឃ្មុំសូមបញ្ជាក់ថាការប្រារព្ធពិធីបុណ្យចូលព្រះវស្សាមានសារៈសំខាន់ដែលទី1ជួយគាំទ្រព្រះសង្ឃគង់នៅចាំព្រះវស្សារយៈពេល3ខែដើម្បីអប់រំចិត្តនិងសិក្សាព្រះធម្មវិន័យទី2ជាឱកាសដែលពុទ្ធបរិស័ទប្រហ័សសន្សំមហាកុសលតាមរយៈការធ្វើទានផ្គត់ផ្គង់ចង្ហាន់និងទេយ្យទានដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានិងទី3ការនាំយកទានព្រះវស្សានិងទេយ្យទានមកវេប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានានាពេលនេះគឺជាការបង្ហាញពីស្មារតីរួមចំណែកក្នុងការថែរក្សាប្រពៃណីពុទ្ធសាសនាដែលជាមូលដ្ឋានសំខាន់នៃសង្គមខ្មែរឲ្យបានស្ថិតស្ថេរ។